បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូសម្រាប់ទស្សនាវីដេអូខ្លីអំពីបទបង្ហាញនៃការបំពេញទិន្នន័យរបាយការណ៍ប្រចាំខែមករារបស់ខេត្តត្បូងឃ្មុំយើងនៅពេលបន្តិចទៀតនេះបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលកិច្ចការតែម្ដងគឺលោកគ្រូនឹងឃើញអំពីរបាយការណ៍ដែលយើងតម្លាក់ក្នុងតំណ link នៃរបាយការណ៍ប្រចាំខែជូនលោកគ្រូដូចពេលមុនអញ្ចឹងបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទៅលីងរបាយការណ៍ហើយខ្ញុំនឹងបង្ហាញលោកគ្រូសាស្ត្រថ្មីថាយើងលីងនៅត្រង់កន្លែងណាបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលជួបលោកប្រធានដើម្បីចូលលីងរបាយការណ៍នេះបាទនេះគឺជាលីងរបាយការណ៍ដែលលោកគ្រូនឹងបានធ្វើបន្តសម្រាប់ខែមករាបន្តទៀតនោះគឺខ្ញុំនឹងដាក់ទៅតាមក្រុមស្រុកនីមួយៗដូចជាខែធ្នូអញ្ចឹងដែរដូចជាក្រុងសួងខ្ញុំដាក់តំណ link សម្រាប់ខែមករារហូតដល់បញ្ចប់ស្រុកមួយមុតបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទៅគំរូរបាយការណ៍ដែលខ្ញុំនឹងធ្វើបទបង្ហាញជូននៅពេលបន្តិចនេះបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមតែម្ដងគឺទី1គឺទំព័រដើមដែលលោកគ្រូនឹងឃើញចូលមកគឺឃើញទម្រង់បែបនេះបាទទី2គឺស្ថានភាពទូទៅរបស់សាលារៀននីមួយៗបាទទី3គឺលទ្ធផលការសិក្សារបស់សិស្សថ្នាក់ទី1រហូតដល់ថ្នាក់ទី6ដែលបន្ទាប់ពីនេះគឺយើងនឹងចាប់ជូនលោកគ្រូ6កម្រិតថ្នាក់ដាច់ដោយឡែកពីគ្នាបាទអញ្ចឹងសម្រាប់10ទី9គឺកម្មវិធីសិក្សាចុងក្រោយដែលលោកគ្រូនឹងត្រូវធ្វើអញ្ចឹងបានន័យថាលោកគ្រូបំពេញតែ10ចំនួន8តែប៉ុណ្ណោះគឺស្ថានភាពទូទៅរហូតដល់10កម្មវិធីសិក្សាចុងក្រោយសម្រាប់10ទី10និងទី11នេះគឺលោកគ្រូអ្នកគ្រូទាំងអស់មិនអាចបំពេញបានទេគឺយើងធ្វើការបូកសរុបស្វ័យប្រវត្តិជូនបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតទៅ10ស្ថានភាពទូទៅរបស់សាលានីមួយៗបាទនៅពេលដែលលោកគ្រូនឹងឃើញអំពីព័ត៌មានបែបនេះបានន័យថាខ្ញុំបានធ្វើវីដេអូសាកល្បងម្ដងហើយខ្ញុំបានតេស្តប្រព័ន្ធរួចដែរបាទលោកគ្រូឃើញទម្រង់បែបនេះគឺពីសាលាបឋមសិក្សាទាំង12នៅក្នុងក្រុងសួងទាំងអស់បាទហើយខាងចុងនេះគឺខ្ញុំដាក់ថាសកម្មភាពវិជាវឌ្ឍនភាពករណីដែលសម័យសាលាបំពេញខ្វះវានឹងឆ្លើយថាខ្វះទិន្នន័យបាទដោយសារតែចំនួនសិស្សសរុបនេះគឺអត់ទាន់បានបំពេញទេប៉ុន្តែលោកគ្រូបំពេញក៏អត់បានដែរគឺយើងនឹងចាប់ទិន្នន័យជូនពីទំព័រខាងមុខមកបាទហើយសម្រាប់សាលាដែលខ្ញុំធ្វើបទបង្ហាញបន្តទៀតគឺបឋមសាជ្រែងបុកនេះបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាអាគាររបស់គាត់គឺមានមួយអាគារបាទចំនួនអាគារហើយបណ្ណាល័យជាចែកចេញជា2គឺចំនួនអាគារនិងចំនួនបន្ទប់តែសម្រាប់ជ្រែងបុកនេះខ្ញុំឧទាហរណ៍ថាគាត់មិនមានអាគារទេសូមបំពេញដោយលេខ0សូមលោកគ្រូបញ្ជាក់ថាករណីទាំងអស់នៃ cell ទាំងអស់គឺត្រូវតែមានទិន្នន័យគឺចាប់ពីលេខ0ទៅអត់មានចំហចោលទេលោកគ្រូណាបើករណីលោកគ្រូចំហចោលបានន័យថាវាឆ្លើយថាខ្វះទិន្នន័យបាទឬគ្មានទិន្នន័យតែម្ដងអញ្ចឹងសម្រាប់ត្រីបិទមាសគឺមានបណ្ណាល័យជាបន្ទប់1បាទហើយបន្តមកទៀតគឺមានបន្ទប់ចំនួន10បាទមានថ្នាក់រៀនចំនួន15បាទចំនួនសិស្សសរុបនេះគឺយើងមិនឲ្យជូនលោកគ្រូបំពេញទេគឺយើងនឹងចាប់ចេញពីលទ្ធផលសិស្សពីថ្នាក់ទី1ដល់ថ្នាក់ទី6ជូនបាទនៅ10ទី10បាទអញ្ចឹងខ្ញុំសូមម្លងទៅចំនួននាយកសរុបគឺមាន1ស្រី0បាទខ្ញុំឧទាហរណ៍ទេបាទនាយករង1ស្រី1បាទលេខាធិការ1ស្រី1បាទបណ្ណារៈមាន2នាក់ស្រី1នាក់បាទហើយចំនួនឈូលឈរថ្នាក់មានចំនួន10ហើយសម្រាប់គ្រូឈរថ្នាក់ជាគ្រូស្រីគឺមានចំនួន5បាទជាឧទាហរណ៍គ្រូកិច្ចសន្យាមានចំនួន8មានគ្រូស្រីចំនួន3នាក់បាទសម្រាប់គ្រូកិច្ចព្រមព្រៀងគឺលោកគ្រូមិនមានសូមបំពេញដោយលេខ0បាទអញ្ចឹងសរុប0ស្រី0បាទសម្រាប់គ្រូថ្នាក់គួបក៏ដូចគ្នាដែរគឺសូមលោកគ្រូបំពេញករណីមិនគ្មានថ្នាក់គួបទេសូមលោកគ្រូបំពេញដោយលេខ0បាទអញ្ចឹងវាឆ្លើយថាខ្វះទិន្នន័យបាទខ្វះទិន្នន័យដោយសារតែចំនួនសិស្សសរុបនេះគឺយើងអត់ទាន់បញ្ចូលទេគឺវានឹងចាប់មកពី10សរុបថ្នាក់ទី1និងថ្នាក់ទី6ជូនស្វ័យប្រវត្តិបាទអញ្ចឹងយើងទៅ10បន្ទាប់ទៀតគឺលទ្ធផលថ្នាក់ទី1បាទសម្រាប់លទ្ធផលថ្នាក់ទី1គឺយើងចាប់ផ្ដើមដូចគ្នាគឺធានាថាគ្រប់ cell នៃជួរដេកឈ្មោះសាលារៀនមួយនេះគឺមានទិន្នន័យចាប់ពីលេខ0ទៅបាទអញ្ចឹងខ្ញុំសូមថ្នាក់ទី1ដើមឆ្នាំរបស់គាត់គឺមាន30នាក់ឧ
ជាឧទាហរណ៍បាទហើយសម្រាប់ស្រីគឺមានចំនួន15បាទសម្រាប់សិស្សមកប្រឡងរហូតដល់សិស្សធ្លាក់មធ្យមភាគលោកគ្រូអាចបំពេញបានទេគឺយើងបានប្រតិចជូនហើយលោកគ្រូបំពេញតែចំនួនសិស្សថយចុះគឺចំនួនឧទាហរណ៍ថាសិស្សថយចុះមានចំនួន2នាក់ស្រីមាន1នាក់បាទមកដល់ពេលនេះលោកគ្រូត្រូវតែបំពេញចំនួននិស្សិតនិទេស A មានន័យថាគឺសិស្សបានមកប្រឡងបាទបើសិនតែគាត់មកប្រឡងគឺគាត់មានលទ្ធផលពីនិទេស A រហូតដល់និទេស S អញ្ចឹងខ្ញុំចាប់ផ្ដើមពីនិទេស A គឺមាន4នាក់សម្រាប់ថ្នាក់ទី1របស់គាត់ស្រីមាន2និទេស B មាន5ស្រីមាន3និទេស C មាន4ស្រីមាន1បាទនិទេស D មាន10ស្រីមាន6បាទនិទេស E គឺមានចំនួន12នាក់ស្រីមាន6នាក់ដល់ពេលនិទេស S គឺមានចំនួន5នាក់ស្រីមាន3នាក់បាទវាឆ្លើយថាវឌ្ឍនភាពគឺមានទិន្នន័យគ្រប់គ្រាន់បាទឥឡូវយើងមកមើលនៅទំព័រសិស្សមកប្រឡងករណីបែបនេះគឺចំនួនសិស្សមកប្រឡងមានចំនួន41នាក់ហើយសិស្សដើមឆ្នាំមានតែ30នាក់ទេអញ្ចឹងការបំពេញលទ្ធផលនិទេស ABC ឬក៏សិស្សថយចុះនេះលោកគ្រូមានបញ្ហាហើយសូមពិចារណាកន្លែងនេះផងដើម្បីមានភាពងាយស្រួលក្នុងការបញ្ចូលលទ្ធផលបាទអញ្ចឹងសម្រាប់ថ្នាក់ទី2រហូតដល់ថ្នាក់ទី6លោកគ្រូបំពេញដូចគ្នាបាទលទ្ធផលពីថ្នាក់ទី2ទី6ដូចគ្នាទេអញ្ចឹងខ្ញុំសូមអត់បង្ហាញទេគឺខ្ញុំសូមទៅបន្តស៊ីបចុងក្រោយដែលយើងត្រូវធ្វើគឺកម្មវិធីសិក្សាចុងក្រោយបាទសម្រាប់កម្មវិធីសិក្សាចុងក្រោយគឺសម្រាប់ធម្មសាស្ត្រជ្រៃបិទមាសគឺខ្ញុំសូមអនុញ្ញាតបំពេញជាឧទាហរណ៍គឺមាន12មាន 1% 2% បាទវិទ្យាសាស្ត្រសង្គមមាន 4% គឺគណិតវិទ្យាមាន 12% ហើយសម្រាប់ភាសាខ្មែរជំទោសគណិតវិទ្យាមាន12% ដូចគ្នាដល់ពេលសិក្សាសង្គមវិទ្យាសាស្ត្រមាន 13% ដែលសម្រាប់លទ្ធផលចុងខែនៃកម្មវិធីសិក្សាចុងក្រោយគឺ 14% បាទនេះជាឧទាហរណ៍លោកគ្រូណាបាទសូមអធិស្ឋានករណីធ្វើបាត់បង្ហាញទៅមានភាពមិនល្អប្រសើរក្នុងការបញ្ចេញសម្លេងបាទអញ្ចឹងខ្ញុំទៅវិទ្យាសាស្ត្រសិក្សាសង្គមបន្តបាទថ្នាក់ទី6ចុងក្រោយគឺមាន14 12 13និង 1% បាទខ្ញុំសុំករណីនេះមិនបំពេញជូនបាទអញ្ចឹងកន្លែងប្រឡោះនេះវាឆ្លើយថាខ្វះទិន្នន័យលោកគ្រូណាបាទសិនខ្វះទិន្នន័យសូមបញ្ចូលទិន្នន័យឲ្យគ្រប់បាទ 13% បាទលោកគ្រូចុះមកគឺមានទិន្នន័យគ្រប់គ្រាន់អញ្ចឹងសម្រាប់កម្មវិធីសិក្សាដែលខ្ញុំដាក់ជូនជារូបមន្តបែបនេះបើន័យថាសាលាមានទិន្នន័យមាន2សាលាខ្វះទិន្នន័យមាន0សាលានិងសាលាគ្មានទិន្នន័យទៅតាមចំនួនស្រុកក្រុងដែលមានចាប់ទៅតាមឈ្មោះទាំងអស់នៅពេលដែលលេងរបាយការណ៍នឹងដាក់ជូនលោកគ្រូអ្នកគ្រូនៅពេលបន្តិចទៀតនេះបាទអញ្ចឹងសម្រាប់10បន្ទាប់នេះគឺលទ្ធផលសិស្សថ្នាក់ទី1ទី6នេះគឺលោកគ្រូអត់ត្រូវបំពេញទេហើយ10ចុងក្រោយគឺ10 data លោកគ្រូអត់បំពេញដែរបាទគឺអត់ចាប់បាច់បំពេញឡើយគឺយើងចាប់ទិន្នន័យជូនដោយស្វ័យប្រវត្តិបាទអញ្ចឹងសម្រាប់បទបង្ហាញរបស់ខ្ញុំគឺពីទំព័រដើមដែលលោកគ្រូបានឃើញទម្រង់របាយការណ៍បែបនេះស្ថានភាពទូទៅគឺការបំពេញអំពីលទ្ធផលជាក់ស្ដែងដែលមានអគារបណ្ណាល័យបន្ទប់ថ្នាក់រៀនសិស្សសរុបនាយករងលេខាបណ្ណារៈគ្រូឆោថ្នាក់គ្រូកិច្ចសន្យាគ្រូកិច្ចព្រមព្រៀងរហូតដល់គ្រូថ្នាក់គួបបាទ10ពីថ្នាក់ទី1លទ្ធផលរហូតដល់ថ្នាក់ទី6នេះគឺលោកគ្រូត្រូវបំពេញបាទលេខ10ចុងក្រោយត្រូវបំពេញទៀតគឺកម្មវិធីសិក្សាចុងក្រោយបានន័យថា8 ពីស្ថានភាពទូទៅរហូតដល់កម្មវិធីសិក្សាចុងក្រោយលោកគ្រូត្រូវដាច់ខាតទៅតែបំពេញការបំពេញរបស់លោកគ្រូធានាថាគ្រប់ cell ទាំងអស់សុទ្ធតែមានទិន្នន័យបាទបើសិនករណីដែលលោកគ្រូបំពេញទេសូមគ្មានទិន្នន័យទេសូមបំពេញដូច0គ្រូណាបាទគ្រូបំពេញដូច0មកគឺវាប្រាប់ថាមានទិន្នន័យហើយបាទឬខ្វះទិន្នន័យបើលោកគ្រូចំហបែបនេះប្រព័ន្ធវានឹងចាប់ថាគ្មានទិន្នន័យបាទអញ្ចឹងបទបង្ហាញរបស់ខ្ញុំសូមចប់ខ្លីតែប៉ុណ្នេះបាទសូមអរគុណគ្រូនិងគ្រូអស់ជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈទាំងអស់គ្នាបាទហើយអនុវត្តកិច្ចការរបាយការណ៍លទ្ធផលរបស់យើងទទួលបានជោគជ័យ 100% បាទអញ្ចឹងសូមអរគុណសូមជម្រាបលា